ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះកូនបើគេចង់ញ៉ាំមីឆាបងប្អូនអើយឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើឲ្យគាត់ហើយដំបូងខ្ញុំដាក់ឆាសាច់អីចឹងហើយបានរៀងសាច់ត្រង់ឆ្អិនហើយខ្ញុំក៏ដាក់បន្លែតែបន្លែមានតែស្ពៃកញ្ឆយហ្នឹងបងប្អូនអើយមិនដឹងដាក់អីទេចាឥឡូវខ្ញុំចាប់ផ្ដើមច្បល់វាឲ្យវាទន់បន្លែតិចហើយខ្ញុំចាក់ទឹកតិចដោយសារតែយើងឆាមីយើងត្រូវការមានទឹកខ្លះដែរអញ្ចឹងបងប្អូនតែអញ្ចឹងទេមីយើងនោះវាស្ងួតខ្លាំងចាឥឡូវខ្ញុំចាប់ផ្ដើមច្បល់ហើយខ្ញុំចាក់ម្សៅអំបិលមីចាចាក់ម្សៅអំបិលមីទៅដើម្បីបង្កើនរសជាតិវាបន្តិចចាបន្តមកទៀតយើងច្បល់ថែមតិចទៀតហើយមើលទៅថាសាច់ហើយនឹងបន្លែហ្នឹងវារៀងឆ្អិនហើយខ្ញុំក៏ដាក់មីចូលបងប្អូនមីហ្នឹងគឺយើងស្រុះទុកហើយស្រេចអីចាខ្ញុំប្រើមីក្រាស់ឃ្មុំឯងបងប្អូនអើយចាព្រោះមីក្រាស់ឃ្មុំឆាទៅវារៀងសាច់ឆ្ងាញ់ដែរអញ្ចឹងណាចាបន្តមកយើងច្បល់វាចូលគ្នាអញ្ចឹងទៅឲ្យមានជាតិសើមតិចណាបងប្អូនយើងដាក់ទឹកមិញហ្នឹងចាឆាត្រឡប់ទៅត្រឡប់មកឲ្យហើយឥឡូវនេះឆ្អិនហើយយើងភ្លក់មើលដល់ឆ្អិនហើយឥឡូវដួសដាក់ឲ្យកូនពៅសិនថ្ងៃគេឃ្លានគេណាគេកំងខ្ញុំតាំងពីព្រឹកមិញតែខ្ញុំអត់បានធ្វើឲ្យឥឡូវហ្នឹងខ្ញុំដួសដាក់ឲ្យគាត់ហើយចាដួសដាក់ឲ្យគាត់ញ៉ាំមុនគេដោយសារគាត់ឃ្លានល្ងាចដែរបងប្អូនអើយឥឡូវខ្ញុំហៅគាត់មកប៉ុន្តែគាត់ថាគាត់ចង់បានពងទាមួយទៀតឥឡូវនឹងជៀនពងទាថែមឲ្យមួយទៀតនេះបងប្អូនហើយបានសម្រេចទៅនេះឥឡូវហៅគាត់មកហើយបងប្អូនអញ្ជើញពិសាមីឆាពងទាជាមួយខ្ញុំបងប្អូនមកទាំងអស់គ្នាអរគុណ